កំចាយមៀននិងកញ្ជ្រៀកជាស្រុកក្នុងខេត្តព្រៃវែងដែលមានភូមិសាស្ត្រប្រជាជនរស់នៅដោយអាស្រ័យលើកសិកម្មនិងពាណិជ្ជកម្មតូចតាចប៉ុន្តែប្រជាជនយុវជននិងកុមារជាច្រើននៅទីនេះកំពុងជួបប្រទះបញ្ហាដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុការអប់រំខ្វះខាតការកើនឡើងនៃការងារកុមារនិងការមិនដឹងពីសិទ្ធិរបស់កុមារនៅក្នុងឃុំនេះគឺមាន12ភូមិប៉ុន្តែអង្គការនេះបានគ្របដណ្ដប់11ភូមិស្មើនឹង165គ្រួសារការចូលមកបង្រៀននេះមកបើកវគ្គបង្រៀនម្ដងគឺមានពេល3ថ្ងៃបង្រៀនដល់កសិករនៅក្នុងឃុំរបស់យើងខ្ញុំនេះហើយឃើញថាការចិញ្ចឹមសត្វការសន្សំប្រាក់វិស័យអប់រំនិងអនាម័យប្រជាពលរដ្ឋខ្ញុំក៏ដូចជាតាមសាលាបានល្អប្រសើរលោកនូសារុនជាមន្ត្រីអភិវឌ្ឍកម្មវិធីរបស់អង្គការគាំពារភូមិយើងបានលើកឡើងថាបន្ទាប់ពីមានវគ្គចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រជាពលរដ្ឋនិងយុវជនក្នុងសហគមន៍ទទួលបានចំណេះដឹងជាច្រើនដូចជា 1. ការរៀបចំផែនការសម្រាប់ការចំណាយប្រចាំថ្ងៃជាផុតពីការចាយវាយតាមអារម្មណ៍ដែលនាំឲ្យមានការចាយវាយខ្ជះខ្ជាយក្នុងការចាយវាយ 2. អាចគ្រប់គ្រងចំណូលចំណាយប្រចាំថ្ងៃនិងបែងចែកចំណាយបានត្រឹមត្រូវដូចជាចំណាយចាំបាច់និងចំណាយមិនចាំបាច់ហើយនៅវិធីសាស្ត្រធ្វើឲ្យចំណូលធំជាងចំណាយ 3. អាចរៀបចំផែនការសន្សំប្រាក់សម្រាប់គោលដៅអនាគតនិងវិធីសាស្ត្រថ្មីៗក្នុងការសន្សំប្រាក់ឲ្យបានជោគជ័យ 4. ប្រើប្រាស់ប្រាក់យ៉ាងមានប្រសិទ្ធភាពដូចជាការវិនិយោគអាជីវកម្មនិងទិញសម្ភារៈប្រើប្រាស់ 5. អាចគ្រប់គ្រងបំណុលនិងដោះស្រាយបំណុលយ៉ាងមានប្រសិទ្ធភាពនិងស្វែងយល់ពីរបៀបនៃការប្រើប្រាស់កម្ចីឲ្យបានត្រឹមត្រូវដើម្បីជៀសផុតពីការធ្លាក់ខ្លួនក្នុងបំណុលច្រើនលើសលប់ហួសលទ្ធភាពនិងទី 6 ស្វែងយល់អំពីព័ត៌មានដើម្បីជៀសផុតពីការឆបោកផ្សេងៗអញ្ចឹងយើងគិតថានៅពេលសន្ទុះនៃការដែលគាត់ចេះប្រើប្រាស់លុយត្រូវតាមក្បួនហើយគឺឃើញថាគាត់អាចសល់លុយសល់កាក់ការសន្សំឃើញថាជីវភាពគ្រួសាររបស់គាត់ល្អប្រសើរជាងមុនតាមសហគមន៍ហើយក្មេងគាត់មានកំណត់ច្រើនក្នុងការសំលុយកាក់ក្នុងការទុកទិញសម្ភារៈរៀនសូត្រដូចជាសិភៅប៊ិចអីហ្នឹងអញ្ចឹងយើងមើលទៅសកម្មភាពទាំងអស់នេះយើងសបញ្ជាក់ថានៅថ្ងៃអនាគតឃុំសាលារៀនរបស់គាត់នឹងមានការរីកចម្រើនទៅអនាគតល្អប្រសើរឡើងពីព្រោះគាត់មានសញ្ញាណកំណត់នៅការគ្រប់គ្រងលុយកាក់នឹងបានល្អប្រសើរហើយតាំងពីគាត់បានចូលរៀនជាមួយនឹងអង្គការគាំពារភូមិយើងអំពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារគឺការចំណូលចំណាយនិងការសន្សំរបស់គាត់គឺមានការរីកចម្រើនខែរដូវនេះនៅឡើយស្វាយចន្ទីបានដល់ផលបានហើយបាទវាមិនសូវបានចំណេញប្រហែលទេបាទមកគ្រប់គ្រាន់តែហូបតែពេលក្រោយមកមានខាងក្រុមអង្គការគាំពារភូមិនេះបានចុះមកណែនាំហើយនឹងជួយផ្ដល់ជាអនុសាសន៍ផ្ដល់ជាមេរៀនច្រើនត្រាប់ស្រាប់យកហើយនឹងឲ្យចៅអនុវត្តតាមផែនការរបស់លោកគ្រូដែលគាត់ចុះមកបង្រៀនចុះមកធ្វើកិច្ចការនេះអញ្ចឹងឥឡូវបានដំណើរការហើយបរួមផ្សំនឹងមានមន់ទាចំកង្កែបចំត្រីអញ្ចឹងបាទដើម្បីផ្ដល់សម្រាប់ជីវភាពនឹងកសិករមិនពិតតែអ្វីទាំងអស់ខំចំណេះដឹងនេះជាអ្វីដែលផ្ដល់ដល់សង្គមគ្រួសារដល់សង្គមជាតិយើងនឹងឲ្យជារឿងមួយដែលសំខាន់ណាស់ចាលោកគ្រូបានមុខរបរមានការផ្លាស់ប្ដូររីកចម្រើនមួយកម្រិតគួរសមកាលដែលពីយើងអត់បានទៅរៀនសូត្រវគ្គបណ្ដុះបណ្ដាលហ្នឹងយើងជីវភាពដូចជាខ្វះខាតពុកក្រោយដែរនឹងខ្ញុំបានពង្រីកមុខរបរដូចជាមានដើមទុនដាក់ឲ្យវាយបានតិចតួចនិងបានធ្វើតញ៉ាបផ្ទះសម្បែងគួរសមហើយនឹងប្តីនឹងខ្ញុំបានមានមុខរបរចិញ្ចឹមមាន់ហើយសប្តាហ៍ថ្ងៃបន្ទាប់ទៅនាងខ្ញុំគិតថាជំនុំពិភាក្សាគ្រួសារនឹងធ្វើដំណើរការដាក់ចិញ្ចឹមកដោបន្តទៀតបន្ទាប់ពីនាងខ្ញុំបានសន្សំប្រាក់កាក់ទុកបានបន្តិចបន្តួចខ្ញុំបណ្ដុះបណ្ដាលឲ្យកូននាងខ្ញុំរៀនច្បងទី1ហ្នឹងបានរៀនចប់ហើយមកទី2គ្នាអត់បានរៀនចេះដឹងតទៀតប៉ុន្តែខ្ញុំមានចិត្តគំនិតនិងគិតថាឲ្យកូនចាប់អាជីពអ្វីមួយឲ្យច្បាស់ពិតប្រាកដឲ្យមានថ្ងៃអនាគតភ្លឺស្វាងនឹងគេនៅសាលារៀនខ្ញុំតែងតែស្ដាប់គ្រូបញ្យលធ្វើលំហាត់នៅពេលគ្រូដាក់ឲ្យគ្រូវិន័យសាលានិងជួយសម្អាតបរិស្ថាននៅក្នុងសាលាចំណេះដឹងហិរញ្ញវត្ថុដែលខ្ញុំបានរៀនមានដូចជាចំណូលចំណាយនិងការសន្សំប្រាក់ចាស់ដើម្បីឲ្យចំណូលចំណាយរបស់ខ្ញុំមានប្រសិទ្ធភាពនាងខ្ញុំត្រូវមានផែនការច្បាស់លាស់និងកត់ត្រាចំណូលចំណាយប្រចាំថ្ងៃរបស់នាងខ្ញុំជារៀងរាល់ខែខ្ញុំទទួលចំណូលពីប៉ាម៉ារបស់ខ្ញុំ1000រៀលខ្ញុំចាយ500រៀលសន្សំក្នុងកូនជ្រូក